តម្លៃហាងឆេងមាសនឹងប្រែប្រួលខ្លាំងនៅយប់នេះដោយសារតែការកំណត់អត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទលុយថ្ងៃនេះខ្ញុំនឹងលើកយកព័ត៌មានមួយដែលធ្វើឲ្យទីផ្សារហាងឆេងមាសមានការប្រែប្រួលខ្លាំងផងដែរព័ត៌មាននោះគឺតាក់ទងទៅលើការកំណត់ទៅលើអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលចេញផ្សាយនៅយប់នេះវេលាម៉ោង1ឈានចូលថ្ងៃទី18នៅយប់នេះផងដែរទៅលើការកំណត់អត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកយើងមាន3សេណារីយ៉ូដែលធ្វើឲ្យទីផ្សារហាងឆេងមាសមានការប្រែប្រួលសេណារីយ៉ូទី1សម្រាប់តម្លៃហាងឆេងមាសនៅយប់នេះប្រសិនជាធនាគារកណ្ដាលសហរដ្ឋអាមេរិកបន្តកាត់អត្រាការប្រាក់ដោយការព្យាករណ៍ពីកម្រិត 4.50% មកត្រឹម 4.25% នឹងធ្វើឲ្យទីផ្សារហាងឆេងមាសឡើងក្នុងកម្រិតមធ្យមចំណែកឯសេណារីយ៉ូទី2ប្រសិនជាធនាគារកណ្ដាលសហរដ្ឋអាមេរិកកាត់អត្រាការប្រាក់ពី 4.50% មកត្រឹម 4.0% នឹងធ្វើឲ្យទីផ្សារហាងឆេងមាសបន្តកើនឡើងខ្លាំងផងដែរចំណែកឯសេណារីយ៉ូទី3ប្រសិនជាធនាគារកណ្ដាលសហរដ្ឋអាមេរិករក្សាអត្រាការប្រាក់នៅដដាលក្នុងកម្រិត 4.50% នឹងធ្វើឲ្យទីផ្សារហាងឆេងមាសនៅក្នុងយប់នេះមានការធ្លាក់ថ្លៃខ្លាំងមកវិញផងដែរដូច្នេះបងប្អូនដែលកំពុងជួញដូរទៅលើតម្លៃហាងឆេងមាសសូមមានការប្រុងប្រយ័ត្ននៅរបាយការណ៍ព័ត៌មានដែលចេញផ្សាយនៅក្នុងយប់នេះអំពីអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកផងដែរសូមអរគុណ